Bảy.ជំរាបលោកគ្រូខ្ញុំបានអានរឿងស្ដេចដំរីសមានរឿងដំណាំថាមានមានកសិករកំសត់ម្នាក់រស់នៅភូមិដាច់ស្រយាលកសិករនោះមានកូនស្រីម្នាក់ឈ្មោះកល្យាណីឆ្នាំនេះកល្យាណីមានអាយុ16ឆ្នាំហើយនាងមានសម្រស់ស្រស់ស្អាតរូបឆោមឡោមពណ៌មិនថាតែកំឡោះក្នុងភូមិទេសូម្បីតែសិទ្ធិបតក៏ចោមរោមនាងដែរថ្ងៃមួយកល្យាណីនិងមិត្តភ័ក្តិបានទៅជីកដំឡូងក្នុងព្រៃដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារពេលនោះមានសាមជាមេអណ្ដើកបានមកចូលចែចៅនាងកល្យាណីអាចសិទ្ធិបតម្ដាយឪពុកនាងកល្យាណីបាននិយាយថាគាត់ព្រមហើយប៉ុន្តែកល្យាណីនិយាយថាមិនទាន់ចង់បានប្តីទេហើយដែលឪពុកគាត់ថាគាត់នឹងលួងលោមកល្យាណីបាទសិនបើបានពេលណាគាត់នឹងឲ្យដំណឹងពេលនោះកល្យាណពេលដែលកល្យាណីទៅជីកដំឡូងជាមួយមិត្តភ័ក្តិកល្យាណីបានដើរឆ្ងាយពីមិត្តភ័ក្តិរបស់នាងពេលនោះមេឃស្រទុំរកភ្លៀងនាងក៏បានចាក់ទឹកពីក្នុងកំពង់នាងចោលមួយសន្ទុះក្រោយមកមេឃរាំងស្ងួតក្តៅចាស់ហើយកល្យាណីនាងស្រែកទឹកខ្លាំងនាងជីកបានដំឡូងកណ្ដាស់ល្អីនាងក៏បានស្វែងរកទឹកផឹកម្ដងនាងស្រែកទឹកកាន់តែខ្លាំងឡើងនាងក៏បានដើរឃើញទឹកស្លុកមួយនាងអរណាស់នាងក៏បានផឹកទឹកនោះទោះបីទឹកនោះមានរសជាតិប្រៃល្វីងនិងឆ្អែតក៏ដោយនាងក៏ខំផឹកទឹកនោះដើម្បីសម្រន់ខ្លួនមួយខែក្រោយមកកល្យាណីមានអាការៈចម្លែកនាងចេះតែអួតចង្អោដូចមនុស្សស្រីច័ន្ទកូនពេលនោះកល្យាណីបានពេលនោះឪពុកម្ដាយកល្យាណីបានសួរកល្យាណីថាបើតើកល្យាណីតានាងមានស្រឡាញ់បុរសណាម្នាក់ទេកល្យាណីបានបដិសេធពេលនោះកល្យាណីបានប្រាប់ពីការនាងផឹកទឹកឆ្អែតនោះពេលនោះឪពុកម្ដាយនាងក៏បាននាំនាងទៅកន្លែងដែលនាងផឹកទឹកនោះពេលនោះឃើញដំរីសមួយកំពុងតែឈរនៅទីនោះពេលនោះម្ដាយឪពុកនាងចាប់អាខ្លាំងណាស់ប្រហែលខែក្រោយមកកល្យាណីបានបង្កើតកូនស្រីមួយដាក់ឈ្មោះឲ្យនាងកន្ទ្រន់សត្រានៅពេលនាងកន្ទ្រន់សត្រាមានអាយុ7 ទៅ 8 ឆ្នាំនាងមិនមានអ្នកលេងជាមួយនាងទេព្រោះគេឌៀនាងថាកូនអត់ពេលនោះកន្ទ្រន់សត្រាបានសួរម្ដាយនាងថាឪពុករបស់នាងទៅណាហើយពីមួយថ្ងៃទៅមួយថ្ងៃនាងសួរច្រើនដងពេកម្ដាយរបស់នាងក៏ប្រាប់ថាក៏ប្រាប់រឿងរ៉ាវទាំងអស់នោះទៅកូនមានសល់ពេលនោះនាងកន្ទ្រន់សត្រាបានចង្អុលទៅស្ដេចដំរីសនោះហើយក៏បានថាគាត់និយាយថានេះហើយជាឪពុករបស់ខ្ញុំពេលនោះដំរីក៏បានដឹងរឿងទាំងអស់ក៏បានលើកនាងកន្ទ្រន់សត្រាឡើងទៅលើថ្ងៃមួយពេលនោះដំរីនោះក៏បានជប់មាសមួយល្អីដើម្បីឲ្យនាងកល្យាណីដោះស្រាយជីវភាពគ្រួសារថ្ងៃមួយដំរីនោះក៏បានជប់ប្រាសាទមួយទុកឲ្យនាងកន្ទ្រន់សត្រាស្ដេចដំរីសនោះក៏បានប្រាប់នាងកន្ទ្រន់សត្រាថាបើសិនជាឮ
និយាយថាកន្ទ្រង់សត្រាបើកទ្វារបិតាអបសក់ឲ្យបិតាអបសក់មុខបិតាអបសក់ក្រោយបិតាអបសក់ឲ្យកន្ទ្រង់សត្រាចាំបើកទ្វារឲ្យស្ដេចដំរីថ្ងៃមួយស្ដេចឈ្មោះសាមនរាជបានមានការធុញនឹងព្រះបិតារបស់ទ្រង់បានសើចទីបង្គំដែលសារស្ដេចឥន្ទ្រីបានធ្វើគុតបង្ខំឲ្យព្រះរាជបុត្រនោះរៀបអភិសេកជាមួយបុត្រីខ្លួនដោយការធុញខាងពេកព្រះរាជបុត្រសាមនរាជក៏បានទៅប្រពៀតព្រៃពេលបានប្រពៀតព្រៃព្រះអង្គបានជួបនឹងនាងកន្ទ្រង់សត្រាក៏បានលួងលោមនាងកន្ទ្រង់សត្រាខ្លាចជាបានស្រឡាញ់គ្នាហើយស្ដេចដំរីសនោះក៏បានដឹងរឿងមិនថាអីឲ្យកន្ទ្រង់សត្រាទេក៏បានឲ្យពរទៅនាងកន្ទ្រង់សត្រាពេលដែលស្ដេចឥន្ទ្រីបានដឹងពីរឿងនេះគឺគាត់ក្តៅក្រហាយនិងខឹងខ្លាំងណាស់ក៏បានចំណែកឯស្ដេចឥន្ទ្រីនោះវិញជាស្ដេចកំណាចដែលឲ្យទ័ពទៅចាប់ក្រមុំព្រហ្មចារីដើម្បីយកមកកំសាន្តខ្លួនពេលដែលស្ដេចឥន្ទ្រីនោះបានដឹងរឿងនាងកន្ទ្រង់សត្រាបានលើកទ័ពជាច្រើនដើម្បីមកសម្លាប់ព្រះអង្គនៅពេលនោះបុត្រីរបស់ស្ដេចឥន្ទ្រីក៏បានប្រាប់ឲ្យទ័ពចាប់នាងកន្ទ្រង់សត្រាដាក់ក្នុងបាវនិងវាយនាងឲ្យសម្លាប់ហើយព្រះអង្គចាប់ទ្រង់មកឃុំពេលនោះទ័ពទាំងនោះបានវាយលោកនៅប្រាសាទនោះពេលនោះស្ដេចដំរីសបានមកជួយទាន់ពេលវេលាក៏បានប្រោសនាងកន្ទ្រង់សត្រាឲ្យមានស្មារតីឡើងមកវិញពេលនោះស្ដេចដំរីសឲ្យព្រះរាជបុត្រនិងនាងកន្ទ្រង់សត្រាត្រឡប់ទៅប្រាសាទដើមវិញព្រោះទីនេះគ្មានសុវត្ថិភាពទេហើយពេលនោះស្ដេចដំរីនិងបុត្រីបានទៅប្រាសាទនោះពេលនោះស្ដេចឥន្ទ្រីនោះបាននាំទ័ពជាច្រើនមករុំព័ទ្ធរាជវាំងនោះដែលអ្នកយកព័ត៌មានបានមកប្រាប់ស្ដេចឥន្ទ្រីថាក្នុងនោះគ្មានមនុស្សទេហើយក៏បានប្រាប់ស្ដេចឥន្ទ្រីថាព្រះអង្គសាមនរាជនៅក្នុងព្រៃពេលនោះស្ដេចឥន្ទ្រីក៏បានចូលទៅក្នុងព្រៃហើយប្រយោជន៍ពេលនោះស្ដេចសាមនចត្រាក៏បានដឹងជាមុនក៏បានត្រៀមប្រយោជន៍ពេលនោះពេលនោះស្ដេចដំរីសក៏មកជួយហើយក៏បានហើយក៏បុត្រីរបស់ស្ដេចឥន្ទ្រីនោះក៏បានប្រាប់ថាមានដំរីនោះមកជួយមិនអាចធ្វើអីពីរអ្នកនោះបានទេហើយស្ដេចឥន្ទ្រីកំពុងតែលេងអង្គុយអោស្រីក៏បានប្រាប់បុត្រីទៅវិញថាគាត់នឹងយកលំពែងទៅសម្លាប់ដំរីនោះពេលនោះស្ដេចឥន្ទ្រីក៏បានចេញទៅយកលំពែងធ្វើមកពីឆ្អឹងមនុស្សយកទៅគប់ទម្លុះ
có đồng rẫy nâu bên nút đồng rẫy của bán tôn trồng cùng từ lượt đây hay đồng rẫy của bán này dạy tháp POP pre bảy đá và tặng phí tới trang mới thay toàn kia hai toàn kia hai đồng rẫy của bán dấu chữ mò đặt đồng loạt đặt hai ấy có bán krao mò cùng láng krao châu hai strike rùm bông bình prey bên nút đạch đồng rẫy của bán phật đồng hào bát tờ bên đạch đồng rẫy xót phật đồng hào bát tờ miền con đồng rẫy rồi quá rốt màu chỉ trán đài chỉ trán chuan tôm rực quá slide entry nâng bọt phòng đài bên nút nên control xạ tra nâng để riêng chụp bớt xạ mừng riêng có ba riêng áp bị say nâng kia nâng mơ thay bật chia riêng ai bán sọc san chỉ riêng là hồ tờ chào bánh bây giờ hôm nay hướng thì cho hôm nay ở dương đi nè đợt đầy ok, aku try.